សូមគោរពអស់លោកស្រីមន្ត្រីរាជការភ្ញៀវកិត្តិយសនីតិហ៊ានរងនិងពលទាហានទាំងអស់ដែលបានគោរពអញ្ជើញមកកម្មវិធីបុណ្យខួបគម្រប់7ថ្ងៃជាបឋមទូលបង្គំខ្ញុំបាទសូមអនុញ្ញាតសម្ដែងនូវសេចក្តីសោកស្ដាយរំជួលចិត្តឥតឧបមាចំពោះលោកវីរៈស្នេហ៍ឯកសុកកែតដែលលោកបានទទួលនូវមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងជន្មាយុ72ឆ្នាំនៅវេលាម៉ោង 1:00 នាទីយប់ថ្ងៃទី28ខែឧសភាឆ្នាំ2026ទូលព្រះបង្គំខ្ញុំបាទសូមគោរពនិងអនុញ្ញាតជម្រាបជូនដោយសេចក្តីសង្ខេបនៅជីវប្រវត្តិរបស់លោកវីរៈស្នេហ៍ឯកសុកកែតលោកវីរៈស្នេហ៍ឯកសុកកែតកើតនៅថ្ងៃទី14ខែកុម្ភៈឆ្នាំ1954លោកមានទីលំនៅបច្ចុប្បន្នស្ថិតក្នុងភូមិព្រៃឈានៀងឃុំបាននាវស្រុកឈូកខេត្តកំពតលោកវីរៈស្នេហ៍ឯកសុកកែតត្រូវជាកូនរបស់លោកកៅកបនិងអ្នកម្ដាយអែមដុចនិងមានបងប្អូនបង្កើតចំនួន5នាក់ស្រី3នាក់និងប្រុស2នាក់លោកវីរៈស្នេហ៍ឯកសុកកែតមានភរិយាឈ្មោះថាំកំហេងនិងមានកូនចំនួន6នាក់កូនប្រុស3និងស្រី3នាក់កាលនៅវ័យកុមារភាពនាអាយុ6ឆ្នាំលោកបានចូលរៀននៅសាលាបឋមសិក្សាវត្តអង្គចៅពញាស្ថិតនៅភូមិត្រពាំងអណ្ដូងឃុំសត្វពងស្រុកឈូកខេត្តកំពតលោកវីរៈស្នេហ៍ឯកសុកកែតលោកបានចូលបម្រើកងទ័ពនៅថ្ងៃទី3ខែ3ឆ្នាំ1983ក្នុងអង្គភាពយោធាស្រុកឈូកខេត្តកំពតដល់ថ្ងៃទី15ខែ7ឆ្នាំ1984លោកទទួលបានតំណនរស័ក្តិអនុប្រធានខយោធាស្រុកឈូកខេត្តកំពតដល់ថ្ងៃទី15ខែ7ឆ្នាំ1986លោកទទួលបានតំណនរស័ក្តិប្រធានខយោធាស្រុកឈូកខេត្តកំពតថ្ងៃទី20ខែ3ឆ្នាំ1989លោកបានទទួលងារនាយចំណងអនុគរវីរៈស្នេហ៍តូចលេខ1យោធាខេត្តកំពតនៅថ្ងៃទី10ខែ8ឆ្នាំ1990លោកបានទទួលងារជាអនុសេនីយ៍ត្រីសេនាធិការវីរៈស្នេហ៍តូចលេខ1យោធាខេត្តកំពតថ្ងៃទី2ខែ4ឆ្នាំ1991លោកបានទទួលងារជាអនុសេនីយ៍តូប្រធានយោធាស្រុកឈុកខេត្តកំពតនៅថ្ងៃទី20ខែ5ឆ្នាំ1994លោកបានទទួលងារជាអនុស្នេហ៍ឯកអនុវីរៈស្នេហ៍តូលេខ1ង51ថ្ងៃទី10ខែ7ឆ្នាំ1994លោកបានទទួលងារជាវីរៈស្នេហ៍ត្រីមេបញ្ជាការសេនាតូចលេខ1ង16ថ្ងៃទី25ខែ9ឆ្នាំ1995លោកបានទទួលងារជាវីរៈស្នេហ៍តូនាយរងសេនាធិការវីរៈស្នេហ៍តូចលេខ1ង16ថ្ងៃទី19ខែ4ឆ្នាំ1991លោកបានទទួលងារជាអនុសេនីយ៍ឯកនាយរងការិយាល័យទី5តំបន់ប្រតិបត្តិការសកលរងក្រុងកែបបុកគោថ្ងៃទី15ខែ11ឆ្នាំ1996លោកបានទទួលងារជាអនុស្នេហ៍ត្រីសេនាធិការវីរៈស្នេហ៍តូចលេខ2តំបន់ប្រតិបត្តិការសកលរងក្រុងកែបបុកគោថ្ងៃទី13ខែ2ឆ្នាំ1998លោកបានទទួលងារជាអនុសេនីយ៍តូសេនាធិការវីរៈស្នេហ៍តូចលេខ1តំបន់ប្រតិបត្តិការសកលរងកែបនៅថ្ងៃទី11ខែ2ឆ្នាំ2005លោកបានទទួលងារជាអនុស្នេហ៍តូមេបញ្ជាការរងវីរៈស្នេហ៍តូចលេខ1តំបន់ប្រតិបត្តិការសកលរងកែបនៅថ្ងៃទី18ខែ4ឆ្នាំ2008លោកបានទទួលងារជាអនុស្នេហ៍ឯកមេបញ្ជាការរងវីរៈស្នេហ៍តូចលេខ1តំបន់សកលរងកែបនៅថ្ងៃទី10ខែ8ឆ្នាំ2012លោកបានទទួលងារជាអនុស្នេហ៍ឯកមេបញ្ជាការវីរៈស្នេហ៍តូចលេខ1តំបន់ប្រតិបត្តិការសកលរងកែបនៅថ្ងៃទី2ខែ4ឆ្នាំ2013លោកបានទទួលងារជាវីរៈស្នេហ៍តីមេបញ្ជាការវីរៈស្នេហ៍តូចលេខ1តំបន់សកលរងកែបនៅថ្ងៃទី3ខែ8ឆ្នាំ2017លោកបានទទួលងារជាវីរៈស្នេហ៍តូមេបញ្ជាការរងវីរៈស្នេហ៍តូចលេខ1តំបន់ប្រតិបត្តិការសកលរងកែបនៅថ្ងៃទី12ខែ3ឆ្នាំ2018លោកបានទទួលងារជាវីរៈស្នេហ៍តូមេបញ្ជាការរងតំបន់ប្រតិបត្តិការសកលរងកែបនៅថ្ងៃទី30ខែ4ឆ្នាំ2018លោកបានទទួលងារជាវីរៈស្នេហ៍ឯកមេបញ្ជាការរងតំបន់ប្រតិបត្តិការសកលរងកែបក្រោយពេលដែលលោកវីរៈស្នេហ៍ឯកសុកកែតបានបូជាជីវិតបុព្វហេតុជាតិមាតុភូមិនិងប្រជាពលរដ្ឋលោកត្រូវបានអង្គភាពស្នើដំឡើងឋានៈតំណនរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រីជាកិច្ចបញ្ចាំមរណៈ
លោកឧត្តមស្រីត្រីសុកកែនគឺជាវីរជនគំរូស្រឡាញ់ជាតិមាតុភូមិនិងជាគំរូដល់មិត្តរួមអាវុធនិងក្រុមគ្រួសាររបស់លោកទាំងមូលទូលបង្គំខ្ញុំបានជំនួសមុខឲ្យក្រុមគ្រួសារលោកឧត្តមស្រីត្រីសុកកែនសូមថ្លែងអំណរអគុណដល់ឯកឧត្តមលោកជំទាវលោកស្រីមន្ត្រីរាជការនិងភ្ញៀវកិត្តិយសនាយទាហានរងនិងពលទាហានទាំងអស់ដែលមានចិត្តសប្បុរសនិងស្រឡាញ់រាប់អានអញ្ជើញមកចូលរួមក្នុងកម្មវិធីបុណ្យប្រារព្ធ7ថ្ងៃរបស់លោកឧត្តមស្រីត្រីសុកកែន